នៅក្នុងការគ្រប់គ្រងរយៈពេល400ឆ្នាំនៃរាជវង្សហានបានបង្កើតការច្នៃប្រឌិតមួយចំនួននៅក្នុងអ្វីគ្រប់យ៉ាងចាប់ផ្ដើមពីកសិកម្មរហូតដល់លោហៈធាតុខាងក្រោមនេះគឺជាគំនិតនៃការច្នៃប្រឌិតទាំង8ពីរាជវង្សហានរបស់ប្រទេសចិនដូច្នេះសូមតាមដានស្ដាប់ទាំងអស់គ្នា 1. ស្ពានព្យួរយោងទៅតាមប្រវត្តិសាស្ត្រនិងឯកសាររបស់ប្រទេសចិនកាលពីមុនមនុស្សមានការលំបាកនៅក្នុងការឆ្លងជ្រលងភ្នំតូចៗមួយចំនួនដោយពួកគេបានប្រើខ្សែមួយសរសៃឬពីរសរសៃដើម្បីឆ្លងតែប៉ុណ្ណោះប៉ុន្តែនៅគ្រិស្តសករាជឆ្នាំ90វិស្វករហានបានកំពុងនឹងសាងសង់សំណង់ស្មុគស្មាញមួយដោយពួកគេបានប្រើខ្សែរួមជាមួយនឹងបន្ទះឈើដើម្បីសាងសង់ជាស្ពាននៅក្នុងការឆ្លងជ្រលងភ្នំតូចៗទាំងនោះ 2. ឧបករណ៍ខួងដីអ្នកជីករ៉ែអំបិលរាជវង្សហាននៅសតវត្សទី1មុនគ្រិស្តសករាជគឺជាអ្នកដំបូងគេដែលបានបង្កើតបច្ចេកទេសនិងប្រើឧបករណ៍ដែកខួងដើម្បីជីករណ្ដៅដែលមានជម្រៅរហូតដល់1463ម៉ែត្រចូលទៅក្នុងផ្ទៃផែនដីដើម្បីស្វែងរកទឹកប្រៃដែលពួកគេនឹងទាញយកពីខាងក្រោមដោយបំពង់នេះបើយោងទៅតាមសៀវភៅកត់ត្រារបស់ប្រទេសចិនបច្ចេកទេសដែលពួកគេបានបង្កើតឡើងគឺជាអ្នកឈានមុខគេនៃការរុករកព្រៃនិងឧស្ម័ននៅក្នុងសម័យទំនើបនេះបច្ចុប្បន្ន 3. រទេះរុញត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិនប្រហែលជានៅដើមឆ្នាំ100មុនគ្រិស្តសករាជនេះបើយោងទៅតាមអត្ថបទនៅក្នុងឆ្នាំ1994ដោយ MJT Lewis 4. ឧបករណ៍កំណត់រញ្ជួយដីលោកចាងហឹងដែលជាអ្នកវិទ្យាសាស្ត្រជនជាតិចិនដំបូងគេបានរុករកវិស័យជាច្រើនចាប់ពីតារាសាស្ត្ររហូតដល់ការបង្កើតនាឡិកាប៉ុន្តែគាត់ប្រហែលជាគេស្គាល់ច្រើនសម្រាប់ការបង្កើតឧបករណ៍ដំបូងគេនៅក្នុងការរកឃើញរញ្ជួយដីពីចម្ងាយដែលគាត់បានណែនាំវាទៅដល់តុលាការហានការរចនារបស់វាគឺសាមញ្ញរាងដូចជាកោដដែលបំពាក់ទៅដោយប៉ោលនៅពេលដែលវាចាប់ផ្ដើមរញ័រវាបានទម្លាក់បាល់ចេញពីមាត់នាគដែកចូលទៅក្នុងកង្កែបដែកដែលបានបង្កើតជាសំឡេងគោះយ៉ាងខ្លាំងជាលើកដំបូងដែលបានបង្កើតឡើងនោះគ្មាននរណាម្នាក់នៅក្នុងតុលាការហានបានរាយការណ៍ថាមានអ្វីកើតឡើងទេប៉ុន្តែពី3ថ្ងៃក្រោយមកអ្នកនាំសារម្នាក់មកពីភូមិមួយដែលមានចម្ងាយ400ម៉ាយបានមកដល់ដើម្បីជូនដំណឹងដល់អធិរាជថាមានការរំជួយដីមួយបានកើតឡើងនៅទីនោះកាលពីប្រហែលថ្ងៃមុន 5. ឡដែកទំនើបជំវិញការបង្កើតនៃរាជវង្សហាននៅដើមទសវត្សរ៍ឆ្នាំ200មុនគ្រិស្តសករាជអ្នកជំនាញខាងលោហៈធាតុរបស់ចិនបានចាប់ផ្ដើមសាងសង់ឡដុតដំបូងបង្អស់ដែលអាចបូមខ្យល់ចូលទៅក្នុងឡដែកដែលគេហៅវាថាវិធីផលិតដែកកម្រិតខ្ពស់នេះបើយោងទៅតាមឯកសាររបស់ប្រទេសចិនដែលបានកត់ត្រា 6. ឈ្នាន់សេះអ្នកជិះសេះបុរាណត្រូវបណ្ដោយឲ្យជើងរបស់ពួកគេរលីងនៅពេលដែលពួកគេជិះទោះបីជាជនជាតិរ៉ូមបានលើកដៃសង្កត់លើកែបដើម្បីជួយឲ្យពួកគេឡើងទៅលើក្នុងសេះនៅពេលដែលពួកគេជិះវាម្ដងក៏ដោយយោងទៅតាមអ្នកប្រវត្តិវិទូបានឲ្យដឹងថាអ្នកបង្កើតរាជវង្សហានម្នាក់បានធ្វើឲ្យអ្វីៗកាន់តែងាយស្រួលជាងមុនដោយបង្កើតឧបករណ៍ធ្វើពីដែកឬសំរិទ្ធដែលអ្នកជិះសេះអាចជន់ឈ្នាន់នោះជាកម្លាំងសម្រាប់យោងខ្លួនទៅលើក្នុងសេះនិងដើម្បីរក្សាលំនឹងពេលដែលកំពុងជិះវាផងដែរ 7. ចង្កូតកប៉ាល់ជនជាតិចិនបានបង្កើតឧបករណ៍សម្រាប់កាច់ចង្កូតកប៉ាល់នៅសតវត្សទី1នៃគ្រិស្តសករាជនេះបើយោងទៅតាមប្រវត្តិវិទូបច្ចេកវិទ្យាចិនយ៉ុងសៀងលូពួកអ្នកច្នៃប្រឌិតរាជវង្សហានបានធ្វើការស្រាវជ្រាវបង្កើតឡើងឧបករណ៍រាងមូលដែលវាបានតភ្ជាប់ជាមួយកន្លែងបញ្ជាដើម្បីបញ្ជាកប៉ាល់ទាំងមូលឲ្យផ្លាស់ទីទៅលើផ្ទៃទឹកបានកាន់តែងាយស្រួល 8. ឧបករណ៍ព្យួររាស់ដីយោងទៅតាមសៀវភៅបច្ចេកទេសចិនបុរាណរបស់ Robert Greenberger ជនជាតិចិនបានប្រើនង្គ័លដើម្បីព្យួររាស់ដីស្រែរហូតមកដល់សតវត្សទី6មុនគ្រិស្តសករាជប៉ុន្តែពី300ឆ្នាំក្រោយមកអ្នកបង្កើតហានដ៏ប៉ិនប្រសប់ម្នាក់បានធ្វើការជាមួយនឹងឧបករណ៍ដ៏បានច្នៃដែកជានង្គ័លដែលត្រូវបានគេប្រើសម្រាប់ការព្យួររាស់ឧបករណ៍នេះមានផ្នែកពាក់កណ្ដាលដែលបញ្ចប់ទៅដោយចុងមុតស្រួចនិងស្លាបដើម្បីរុញដីឲ្យចេញឆ្ងាយនិងកាត់បន្ថយការកកិតនង្គ័លថ្មីបានជួយឲ្យជនជាតិចិនអនុវត្តការព្យួររាស់ទៅតាមទម្រង់ភ្នំ
និងដើម្បីកាត់បន្ថយការហូរច្រោះដីផងដែរ។